សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះអ្នកគ្រូបង្ហាញពីការអានមេរៀននៅក្នុងសៀវភៅពុម្ពភាសាខ្មែរថ្នាក់ទី1មេរៀនទី102ព្យាង្គដំរួតញ៉ាវជើងចជើងរាវញ៉ាវជើងចែវជើងរាវការអានពាក្យកនិងញ៉ាវកញ្ញចជើងរាវច្រអាយច្រែនិងងាវច្រែងកញ្ញច្រែងកនិងញ៉ាវកញ្ញចជើងរាវច្រច្រឹកនិងកច្រឹកកញ្ញច្រឹកចអិចេនិងញ៉ាវចេញចជើងរាវច្រអាំច្រាំចេញច្រាំបនិងញ៉ាវបាញ់ចជើងរាវច្រនិងកច្រកបាញ់ច្រកបនិងញ៉ាវបាញ់ចជើងរាវច្រអាច្រានិងសច្រាស់បាញ់ច្រាស់កនិងញ៉ាវកញ្ញចែវជើងរាវច្រាវត្រឹកនិងឡាវច្រិលកញ្ញច្រិលកនិងញ៉ាវកញ្ញចែវជើងរាវច្រាវអូជ្រោនិងងាវជ្រងកញ្ញជ្រងកនិងញ៉ាវកញ្ញចែវជើងរាវច្រាវអ៊ូជ្រូនិងកជ្រូកកញ្ញជ្រូកកនិងញ៉ាវកញ្ញចែវជើងរាវច្រាវអៀជ្រានិងវែវជ្រាវកញ្ញជ្រាវកនិងញ៉ាវកញ្ញចែវជើងរាវច្រាវអូជ្រោនិងឡាវជ្រោកញ្ញជ្រោចែវនិងញ៉ាវជញ្ញចែវជើងរាវច្រាវអ៊ំច្រាំនិងងាវច្រាំងជញ្ញច្រាំងការអានអត្ថបទខ្លីម្ដាយសុខាទិញត្រីកញ្ញជ្រូកមកពីផ្សារគាត់លាងត្រីដាក់ក្នុងកញ្ញច្រែងទុកធ្វើផ្អកត្រីកញ្ញជ្រូកមានរសជាតិឆ្ងាញ់យើងត្រូវរួមគ្នាការពារពូជត្រីគ្រប់ប្រភេទឲ្យបានគង់វង្ស